មានអ្នកតាមួយសុំមិនលើកចំឈ្មោះគាត់ទេអ្នកតានឹងថារាប់អានគ្នាអញ្ចឹងទៅចាស់យើងក៏រាប់អានគាត់ក៏រាប់អានយើងមិនមែនយើងទៅសែនព្រាននៃគាត់ទេប៉ុន្តែគាត់រាប់អានយើងរាប់អានគាត់ដល់តែថ្ងៃមួយនោះមានពួកវិជាធរចេះមន្តអាគមអីទៅបើខ្មែរយើងហៅថាធ្មប់អញ្ចឹងណាគេទៅចងអ្នកតាហ្នឹងដើម្បីមកឲ្យបៀតបៀនយើងហើយយើងនិយាយភាសាខ្មែរថាពួកធ្មប់ទៅចងអ្នកតាហ្នឹងឲ្យមកធ្វើយើងអ្នកតានោះមុនចងបានមកប្រាប់យើងមុនថាឆាប់ការពារខ្លួនណាបន្តិចហ្នឹងខ្ញុំលែងដឹងអីហើយគេប្រើមកឥឡូវហ្នឹងមកខ្ញុំប្រយ័ត្នខ្លួនអញ្ចឹងទៅបន្ទោះតែគាត់គ្រប់គ្រងសតិគាត់លែងបានដោយមុនដោយអាគមរបស់គេហ្នឹងមិនក៏ដោយប៉ុន្តែមុនហ្នឹងក៏គាត់ចេះមកដាស់តឿនមុនដែរប្រយ័ត្នហ្នឹងគេប្រើខ្ញុំមកឥឡូវមិនបានប្រើទេខ្ញុំជាប់សិលគេហើយសិលមុនអាគមគេគេប្រើមកឲ្យធ្វើនិគុណឥឡូវហ្នឹងប្រយ័ត្នប៉ុណ្ណឹងទៅយើងក៏ដឹងខ្លួនដែរអូអញ្ចឹងទៅអញ្ចឹងអាការដែលរាប់អានគ្នាហ្នឹងវាបានប្រយោជន៍អញ្ចឹងដែរព្រោះថាលើលោកហ្នឹងវាស្អីក៏ដោយសឹកតែមានប្រយោជន៍ប៉ុន្តែប្រយោជន៍ពេលដែលចាំបាច់តែប៉ុណ្្នឹងទេណែយោនេះបោះចោលអញ្ចេះទៅវាអត់មានប្រយោជន៍ទេប៉ុន្តែដល់ត្រូវការបឺតបានតយោហ្នឹងវាមានប្រយោជន៍រឿងលើលោកហ្នឹងដូចគ្នាបើមិនត្រូវការវាទេអត់មានប្រយោជន៍ទេអត់ต้องដល់ទួនាទីវាអត់មានប្រយោជន៍ទេពេលយើងហូបបាយយើងយកតយោទៅចាប់បាយហូបវាមិនអត់ទេអញ្ចឹងតយោអត់មានប្រយោជន៍ទេពេលហូបបាយពេលយើងត្រូវការណែលុយទៅព្យាបាលទីពេទ្យយើងមានតយោមកដើមនេះវាអត់មានប្រយោជន៍ទេវាត្រូវការប្រាក់ថវិកាពេលដែលយើងត្រូវការផឹកទឹករបៀបអញ្ចឹងបានដាក់តយោហ្នឹងទៅវាមានប្រយោជន៍សម្រាប់តយោហ្នឹងមានដង្ហែលមានម៉ាស៊ីនត្រជាក់ផ្លិតនេះវាអត់មានប្រយោជន៍ទេដល់តែពេលអត់ឲ្យអស់ហ្នឹងក្តៅស្អុះយកផ្លិតមកបោះបានផ្លិតហ្នឹងមានប្រយោជន៍បោះលើលោកទាំងអស់វាមានប្រយោជន៍ទាំងអស់យើងគ្រាន់តែអាស្រ័យវាដោយធម៌ទៅបានហើយបានន័យថារឿងប្រពៃណីទំនៀមទម្លាប់វាអត់មានប្រយោជន៍អីក៏ពិតមែនប៉ុន្តែពេលដែលត្រូវការគឺវត្ថុទាំងអស់នោះមានប្រយោជន៍ណាស់ដូចយើងត្រូវការបញ្ជាក់អត្តសញ្ញាណអញ្ចឹងណាតែតើតើមានវប្បធម៌ប្រពៃណីរបស់យើងទើបមានប្រយោជន៍ទើបមានបញ្ជាក់បានអញ្ចឹងសូមឲ្យយើងកុំឆ្លោះជាមួយអ្វីដែលជាសម្បត្តិដែលដូនតាឲ្យយើងមកជាអរូបីហ្នឹងសម្បត្តិជារូបីមានភាសាអង្គរមានអីចឹងទៅសម្បត្តិជាអរូបចឹងហើយក៏បីមានចិត្តនឹងណហើយចិត្តដែលនឹងណគឺចិត្តដែលប្រកបដោយការអប់រំហើយដើម្បីអប់រំចិត្តបានត្រូវមានសមាធិជាគ្រឿងតម្កល់ព្រោះសមាធិជាគ្រឿងដែលតម្កល់ចិត្តឲ្យល្អឲ្យមាំទាំនៅក្នុងឆន្ទៈឬវិរិយៈណាមួយដែលខ្លួនគិតប្រាថ្នាតែបើយើងចង់ធ្វើចិត្តរបស់យើងឲ្យមាំទាំតែយើងក៏បីមានការអប់រំចិត្តនឹងរឿយហើយចិត្តដែលអប់រំបានតើចិត្តឆ្លងកាត់នៅសមាធិជាគ្រឿងអប់រំចិត្តញ៉ាំងនោះឲ្យកាប់សម្លាប់គ្នាបាននឹងគឺបីសាចនៅក្នុងចិត្តយើងនឹងហើយរាល់ថ្ងៃមនុស្សពោលស្ដីទៅក៏ខ្លះទៅមានការអប់រំទៅក៏ដូចជាពោលស្ដីខ្វះការអប់រំអ្នកខ្លះមិនមានការអប់រំក៏រឹងរឹតដែរពោលស្ដីទៅជាហិង្សាតកោសបោះបោកទៅទៀតដល់អញ្ចឹងទៅវាទៅជាទម្លាប់និយាយល្អដាក់គ្នាលែងបាន
nuôi dương sập ngay mà chết được khơi tới bông